miễn sạch rương mùi nè khổng phải chạy rương chẩn bàn tay cái vậy chụp bòn hay nhóm con mình đang thả rừng nắngแต่บ่ខ្ញុំមើលភិកច្រើនគឺខ្ញុំគាត់ថាចិនច្រើនជាងរឿងណារឿងនេះมันខុសពីរឿងខ្មែរយើងដែលគេហៅថាអំរែករឿងដងរែកវាអត់ខុសគ្នាទេហើយបើសិនជាយើងមើលអ៊ំស្រីម្នាក់នេះដែលជាម្ដាយគាត់ថាគាត់ចង់រស់បានយូរគាត់អត់ចាំបាច់ហូបអីទេគាត់យកមាត់របស់គាត់នឹងទៅខំត្បាល់ថ្មមួយឲ្យបាក់ថ្មិញអស់ដើម្បីកុំឲ្យកូននឹងយកគាត់ទៅចោលរឿងហ្នឹងណាគាត់យកថ្មិញរបស់គាត់នឹងទៅខំលើកុំឲ្យថាមនុស្សចាស់ហ្នឹងគឺអត់មានអីជួយអីបានទេអាយុច្រើនទៅនៅតែផ្ទះមានជំងឺមានអីហ្នឹងអាហ្នឹងគឺប្រពៃណីរបស់គេគឺអញ្ចឹងឯងអញ្ចឹងនៅពេលដែលគាត់ទៅប្រាប់កូនប្រសាគាត់ថាម៉ែមិនបាច់ចាំហូបអីច្រើនក៏បានដែរព្រោះអីម៉ែបាក់ថ្មិញអស់ហើយម៉ែចាស់ហើយនៅក្នុងទំនៀមទម្លាប់នៅស្រុកហ្នឹងនៅពេលដែលមានមនុស្សចាស់អាយុឧទាហរណ៍ដូចជា60ឡើងឬក៏70ឡើងអីហ្នឹងគឺកូនទាំងអស់គឺត្រូវយកម្ដាយយកឪពុកហ្នឹងគឺយកទៅបោះចោលហើយតែចាត់ទុកថាឪពុកម្ដាយទាំងអស់ហ្នឹងគឺនៅផ្ទះក៏អត់មានបានជួយអីដែរឪពុកម្ដាយនៅផ្ទះហ្នឹងគឺចិញ្ចឹមតែជំងឺទេមើលឲ្យជំងឺឲ្យកូនវេទនាគ្មានបានតរស៊ីអីទេអញ្ចឹងនៅពេលដែលគាត់រៀបនឹងយកម្ដាយគាត់ទៅបោះចោលគាត់ក៏ឃើញបរិសម្នាក់ដែរដែលយកម្ដាយខ្លួនឯងទៅបោះចោលហើយគាត់គិតថាហេតុអីបានជាច្បាប់នៅស្រុកហ្នឹងគេធ្វើអញ្ចឹងហេតុអីបានជាច្បាប់ស្រុកហ្នឹងគឺត្រូវតែយកម្ដាយខ្លួនឯងចាស់ជរាដែលគាត់ខំមើលយើងពីតូចក្រូចឆ្មាមកហេតុអីបានជានៅពេលដែលគាត់ចាស់ទៅយើងត្រូវយកគាត់ទៅចោលហើយម្ដាយហ្នឹងគឺបើយើងមើលទៅគឺអាណិតគាត់មែនតើហើយនៅពេលដែលក្មេងប្រុសម្នាក់នៅដូចជាកូនបកើតរបស់គាត់យកគាត់ទៅចោលនៅពេលដែលយកទៅចោលគាត់ក៏ចាប់ផ្ដើមនឹកឃើញពីដែលម្ដាយរបស់គាត់ចិញ្ចឹមអញ្ចឹងតាំងពីដើមមកហើយនៅពេលដែលថ្ងៃមួយហ្នឹងប្រពន្ធថាឥឡូវម្ដាយហ្នឹងគឺដល់អាយុដល់អីដែលត្រូវយកទៅចោលហើយយកគាត់ទៅទុកចោលហើយបើយើងនិយាយមួយម៉ាត់គឺយកទៅបោះចោលនឹងឯងហើយធ្វើម៉េចច្បាប់នៅក្នុងភូមិគេត្រូវតម្រូវឲ្យគាត់អញ្ចឹងហើយគាត់មនុស្សចាស់ហ្នឹងគាត់ខំប្រឹងធ្វើការណាដោយសារអត់ចង់ឲ្យយកកូនអត់ឲ្យកូនហ្នឹងយកខ្លួនឯងនឹងទៅបោះចោលទេគាត់ខំប្រឹងធ្វើការមែនតើដើម្បីដោះដូរដើម្បីកុំឲ្យកូនហ្នឹងយកគាត់ទៅចោលគាត់ខំប្រឹងធ្វើម្ហូបគាត់ខំប្រឹងធ្វើនេះធ្វើនោះប៉ុន្តែតែច្បាប់នៅក្នុងភូមិគឺតម្រូវឲ្យកូនហ្នឹងគឺយកហ្នឹងវារបៀបដូចកៅអីចឹងណាដាក់មនុស្សចាស់នៅហ្នឹងទៅដើម្បីយកគាត់ទៅក្នុងព្រៃដើម្បីយកទៅបោះចោលបើយើងមើលទៅមនុស្សចាស់ណាមិនគួរណាអញ្ចឹងទេគាត់ខំចិញ្ចឹមយើងតាំងពីណាពីណីមកហើយគ្រាន់តែគាត់ចាស់យើងបើសិនយើងគិតទៅយើងទុកតាមយថាកម្មរបស់គាត់ហើយបើនៅក្នុងភូមិហ្នឹងគឺគេអត់អញ្ចឹងទេតាមមនុស្សចាស់គឺគេត្រូវយកទៅបោះចោលហ្នឹងតាមច្បាប់តាមទំនៀមទម្លាប់នៅក្នុងភូមិរបស់គេហើយនៅពេលដែលអ៊ំស្រីម្នាក់ហ្នឹងនៅពេលដែលនេះកូនប្រុសរបស់គាត់ម្នាក់នេះថាមានម្ដាយចាស់ហើយអត់ប្រងយកទៅចោលយកទៅអីទេអីហើយគាត់មិនប្រងយកទៅចោលទេហើយនៅពេលដែលរៀបចំយកទៅចោលគាត់បានរៀបចំអីវ៉ាន់មួយចំនួនផ្សេងទៀតដើម្បីទុកឲ្យកូនប្រុសរបស់គាត់ហើយគាត់ខំអាណិតមានន័យថាមុននឹងយកម្ដាយទៅគាត់យំគាត់អោបម្ដាយផងគាត់អីផងហើយបន្ទាប់មកយប់មួយហ្នឹងគាត់ក៏បានយកម្ដាយរបស់គាត់ចេញទៅមានរបស់របរដែលគាត់ត្រូវប្រើប្រាស់អញ្ចឹងទៅមានកតេលមានអីអញ្ចឹងទៅដែលយកទៅកដាលព្រៃភ្នំមួយហើយកដាលព្រៃភ្នំហ្នឹងមិនដឹងថាយកទៅយើងដាក់គាត់ចោលហើយយើងមកវិញគាត់ធ្វើមិនធ្វើអីទៀតគាត់មានអីហូបគាត់យ៉ាងម៉េចក៏តាមដំណើររបស់គាត់ហើយកូនប្រុសម្នាក់ហ្នឹងមិនចង់យកទៅទេតែដោយសារតែទំនៀមទម្លាប់របស់ភូមិហើយនៅពេលដែលកូននឹងដើរទៅស្រាប់តែជពុបជើងហើយដួលអាយ៉ះជើងថ្មហ្នឹងក៏ទុកក៏ម្ដាយហ្នឹងយកអីមកឲ្យរុំជើងហើយនៅពេលដែលរបៀបថាគាត់ទៅបាត់ជើងឬក៏ទៅអីចឹងណាហើយមកវិញបាត់ម្ដាយហើយគាត់គិតថាម្ដាយហ្នឹងប្រហែលជាទៅបាត់ហើយមិននៅទេហើយនៅពេលដែលគាត់ថាម្ដាយទៅបាត់ហើយតែពិតម្ដាយអត់មានទៅណាគាត់នៅនឹងហើយក៏យកអាប្រដាប់អង្គុយហ្នឹងយកម៉ែទៅទៀតហើយពេលហ្នឹងគាត់ស្រឡឹងទៅមើលទៅលើមានសត្វកែកមានសត្វព្រាបមានសត្វអីគាត់គិតថាគាត់សម័យមកថាបើសិនជាគាត់ស្លាប់ទៅគាត់សម័យបើសិនជាម្ដាយរបស់គាត់ស្លាប់ទៅប្រកាសណាគឺមានសត្វអស់ហ្នឹងគឺយកមកហែកស៊ីហើយនៅពេលដែលគាត់ដាក់ម្ដាយគាត់ហើយគាត់ដើរចេញមកវិញហ្នឹងក៏ឃើញអ្នកភូមិរបស់គាត់ឬក៏អ្នកភូមិរបស់គាត់ហ្នឹងយកឪពុករបស់គាត់យកមកតម្លាក់ចោលយ៉ាងដូចគ្នាយកមកតម្លាក់ចោលពីព្រោះថាទំនៀមទម្លាប់ហើយឪពុកហ្នឹងម្ដាយហ្នឹងយើងមើលទៅគឺគាត់
ស្វេស្វាថាកុំឲ្យធ្វើបែបហ្នឹងកុំឲ្យធ្វើបែបហ្នឹងប៉ុន្តែធ្វើមិនគឺគាត់ត្រូវតែធ្វើអញ្ចឹងដើម្បីកុំឲ្យគាត់ថានាំចម្រៃដល់អ្នកភូមិហើយស្រឡាញ់ណាស់ម៉ែឪប៉ុន្តែដោយសារតែទំនៀមទម្លាប់អ្នកភូមិអញ្ចឹងនៅពេលដែលគាត់ទៅដល់ភូមិហើយនៅពេលហ្នឹងគឺមានព្រិលធ្លាក់នៅពេលដែលមានព្រិលធ្លាក់គាត់ចាប់ផ្ដើមទៅមើលម្ដាយរបស់គាត់វិញគាត់មិនអស់ចិត្តណាគាត់មកមើលថាតើម្ដាយរបស់គាត់ហ្នឹងរស់នៅយ៉ាងម៉េចហូបចុកយ៉ាងម៉េចល្ងាអត់នៅពេលហ្នឹងស្មោះហ្នឹងនៅពេលដែលព្រិលកំពុងតែធ្លាក់ខាងនៅពេលដែលគាត់មកដល់ឃើញម្ដាយរបស់គាត់ហ្នឹងកំពុងតែអង្គុយហើយអង្គុយហ្នឹងម្ដាយរបស់គាត់ក៏បានបើកភ្នែកដែរថាមិនបាច់ចាំមកមើលម៉ែទេទៅកុំឲ្យអ្នកភូមិគេថាចេះមួយចេះពីរម៉ែហ្នឹងគឺគាត់ដេញឲ្យចេញទៅតែគាត់អត់ចេញទេយ៉ាងណាគាត់មិនចេញដែរប៉ុន្តែគាត់មកអើត2 3ថ្ងៃគាត់មកអានម្ដង2 3ថ្ងៃគាត់មកអានម្ដងគាត់ខំន័យថាគាត់មកជួយម្ដាយរបស់គាត់នាមថាយកម្ដាយទៅចោលប៉ុន្តែទៅអើតដើម្បីកុំឲ្យអ្នកភូមិហ្នឹងគេថាយើងហ្នឹងគឺមិនគោរពច្បាប់នៅក្នុងភូមិគាត់យកម្ដាយគាត់ទៅចោលហើយគាត់ទៅអើត2 3ថ្ងៃម្ដងហើយគាត់ខំដាំបន្លែដាំដំណាំធ្វើបន្លែធ្វើអីជាមួយម្ដាយរបស់គាត់នៅកន្លែងដែលគេយកទៅចោលហ្នឹងមិនទាន់បានប្រហែលផងម្ដាយរបស់គាត់ហ្នឹងសុខភាពល្អមានថាគាត់បានធ្វើការសុខភាពល្អសេរីភាពហើយនៅពេលដែលថ្ងៃមួយមានគេមកលបមើលថាតើម្នាក់ហ្នឹងចូលទៅក្នុងព្រៃហ្នឹងធ្វើអីដល់ពេលទៅគេទៅលបមើលទៅលួចមើលទៅកំពុងតែធ្វើចំការដាំបន្លែដាំអីជាមួយម្ដាយរបស់គាត់ហើយបន្តមកទៀតអ្នកភូមិក៏មានជំនឿមួយថារឿងហ្នឹងគឺវាត្រូវសាបរលាបហើយអត់អាចឲ្យមាននៅក្នុងភូមិនឹងទៀតទេឪពុកម្ដាយគឺត្រូវតែនៅជាមួយកូនរហូតដល់ចាស់អញ្ចឹងបរិះម្នាក់នេះហើយដែលជាអ្នកកែប្រវត្តិសាស្ត្រហ្នឹងឡើងជាអ្នកដែលកែប្រវត្តិសាស្ត្រគាត់ថាយ៉ាងណាក៏មិនឲ្យម៉ែគាត់នៅក្នុងហ្នឹងទៀតដែរនៅក្នុងព្រៃនៅក្នុងចលងភ្នំហ្នឹងទៀតដែរត្រូវតែយកម៉ែគាត់ចេញពីកន្លែងហ្នឹងឲ្យបានដើម្បីឲ្យម្ដាយរបស់គាត់ហ្នឹងរស់រានមានជីវិតស្រួលដូចគេដូចឯងដែរដូចមនុស្សចាស់ហើយគាត់បានលើកឧទាហរណ៍ច្រើនតែបើសិនជាយើងចាស់ទៅយើងក៏ទៅមានវាសនាដូចពួកគាត់ហើយគាត់យកម្ដាយគាត់មកពីណាគេថាមិនថាទៅគេត្រូវដេញគាត់ចេញក៏ដេញទៅគាត់មិនខ្វល់ទេទោះបីយ៉ាងណាក៏ដោយគាត់មិនបានខ្វល់រឿងទាំងអស់ហ្នឹងទេអញ្ចឹងរឿងរ៉ាវរបស់គាត់ជាអ្នកកែប្រវត្តិសាស្ត្រហ្នឹងដែលធ្វើឲ្យមនុស្សចាស់ឥឡូវហ្នឹងគឺមកនៅជាមួយនឹងកូនចៅហើយបើនៅប្រទេសជឿនលឿនហាក់បីដូចជារឿងរ៉ាវហ្នឹងដែរប៉ុន្តែមិនមែនយកទៅចោលនៅក្នុងព្រៃអីទេប៉ុន្តែយកទៅដាក់នៅក្នុងមណ្ឌលចាស់ជរាអញ្ចឹងទៅវាខុសពីសម័យមុនគេយកទៅចោលនៅក្នុងព្រៃឲ្យសត្វស៊ីប៉ុន្តែឥឡូវនេះគឺគេយកគាត់ទៅចោលនៅក្នុងមណ្ឌលអញ្ចឹងយើងគិតថាម្ដាយរបស់យើងត្រូវមើលថែយើងពីក្មេងរហូតដល់ប៉ុណ្នេះអញ្ចឹងពេលចាស់ទៅមិនគួរណាទុកគាត់ចោលទេ